ម្សិលមិញនឹងថ្ងៃនេះនៅខាងខ្ញុំមានអាកាសធាតុល្អណាស់សីតុណ្ហភាពគេ10អង្សាសេទេវាមានថ្ងៃរះមែនតែគ្រាន់តែថាវារាំងណែត្រជាក់ដដែលនឹងឯងថ្ងៃពុធនេះខ្ញុំក៏មានការទៅជួបពេទ្យម្ដងទៀតដែរគឺទៅតាមដានសុខភាពហើយខ្ញុំនៅនេះយូរហើយអញ្ចឹងចាប់ផ្ដើមចេះដឹងហើយនេះឥឡូវចេះកំងឡានកំងអីជិះបើនៅឯខ្មែរយើងគេហៅកំង Pass Up តែនៅនេះគេហៅកំង Uber ណាជិះឡានទៅកន្លែងពេទ្យថ្មីក៏ចេះធ្វើដែរហើយនឹងមានវិធីនៅនេះគេគ្រាន់តែចុចដាក់ទីតាំងអីចឹងទៅយើងអាចដាក់ថារងចាំបានចង់និយាយថាបើយើងរងចាំយើងអាចសេវលុយខ្លះៗចឹងទៅហើយថ្ងៃនេះដោយសារអាកាសធាតុល្អហើយអត់សូវរវល់ចំនួនទឹកប្រាក់គេក៏ធូរថ្លៃដែរអស់3ផោនជិត4ផោននឹងឯងតែបើប៉ះថ្ងៃចុងសប្តាហ៍ថ្ងៃដែលរវល់វិញណាហើយនឹងមានភ្លៀងមានអីវិញតម្លៃឡាននេះតម្លៃដែលយើងឡាននោះគឺឡើងថ្លៃដែរមិនធម្មតាទេឡើងថ្លៃខ្លាំងស្រុបតែម្ដងដោយថាអាប់នេះវាចេះវាអាប់ដេតទាន់ចិត្តតែម្ដងហើយនេះគឺកន្លែងណាពេលដែលខ្ញុំទៅហើយអង្គុយរងចាំឡានមកសទុះទៅឡានគេមកដល់បាត់និយាយពីលឿនណាស់គេដាក់ថា3នាទីប៉ុន្តែមិនដល់3នាទីផងប្រហែលជា1នាទីឡានមកដល់បាត់ហើយបើកទ្វារខ្វះហ៊ូអាកាសធាតុល្អណាស់ថ្ងៃរះចែងចាំងខ្ញុំរីករាយណាស់ឲ្យតែអាកាសធាតុល្អអញ្ចឹងខ្ញុំរីករាយមែនតើទៅណាក៏ហ៊ានទៅដែរដើរមិនខ្លាចភ្លៀងខ្លាចខ្យល់ទេតាក្លាហានណាប៉ុន្តែនៅទៅបាន2ថ្ងៃនេះឯងពីម្សិលមិញដល់ថ្ងៃនេះមានថ្ងៃរះល្អមានន័យថារដូវកាលនេះជិតចូលមកដល់ហើយរត់ទៅដល់ចេញមកមាត់ផ្លូវនេះឡានមកដល់ភ្លាមនៅនេះមានឡានពីរប្រភេទតាក់ស៊ីដែលយើងអាចកំងជិះម្នាក់ឯងក៏បានប្រជុំគ្នាក៏បានក្នុងប្រភេទ Uber គេហៅថាពពួកអ្នករកស៊ីដូច Pass Up គេហៅឯកជនអញ្ចឹងណាហើយជិះមកសទុះមកក៏មកដល់កន្លែងមន្ទីរពេទ្យនឹងតែម្ដងនៅនេះបើសិនជាណែពេទ្យបែបទូចេះគេហៅ GP ហើយបើសិនជាស្រុកយើងវិញគេហៅ clinic ឬក៏មណ្ឌលសុខភាពប៉ុន្តែគាត់ថានៅតាម GP ចេះគេតែងតែមានវិជ្ជាបណ្ឌិតណាមិនដឹងល្មិចទេថ្ងៃនេះខ្ញុំមកលឿនណាក៏ពិតពេទ្យគេណាត់ជួបម៉ោងណែ3កន្លះទេដល់ពេលមកលឿនពេកទៅក៏ដើរលេងនៅតាមណែចាំផ្លូវអញ្ចឹងទៅមើលផ្ការីកមើលទេសភាពនៅតាមតំបន់កន្លែងនេះដែលខ្ញុំអត់វានៅមិនសូវឆ្ងាយគ្រាន់តែថានៅស្រុកដែលខ្ញុំរស់នៅគឺឡើងចន្ទរៈភ្នំនេះជាហេតុដែលខ្ញុំជិះឡានមកក្នុងកំអីក៏ដើរដែរមិនអីទេមកលឿនកំអីដែរព្រោះអាកាសធាតុល្អដើរលេងតិចហើយចូលវិញ